ចេញ check out ដើម្បីមកហៅជួលម៉ូតូជិះដោយជួលម៉ូតូជិះហ្នឹងក៏ចិត្តកន្លែងគេនៅជួលហើយគឺខ្ញុំទៅចេញទៅតំបន់ប្រាសាទគឺខ្ញុំទៅមួយថ្ងៃពេញមកគឺខ្ញុំអត់មកក្រុងវិញទេហ្នឹងហើយអញ្ចឹងគឺខ្ញុំជិះដើរលេងនៅតាមបណ្ដោយផ្លូវវងតូចហ្នឹងជិះចុះជិះឡើងជិះចូល 2-3 ម៉ោងដែរជិះមកអស់ចិត្តហើយក៏ខ្ញុំសម្រេចចិត្តថាចូលទៅលេងប្រាសាទហើយប្រាសាទដែលខ្ញុំសម្រេចចិត្តចូលទៅលេងដំបូងគេហ្នឹងគឺប្រាសាទតាព្រំពួកខ្ញុំខានចូលទៅលេងប្រាសាទតាព្រំមានយូរដែរហើយអញ្ចឹងក៏ចូលទៅមើលប្រាសាទតាព្រំឡើងវិញម្ដងទៀតក៏ជើមើលដើមឈើធំៗដែលដោះនៅក្នុងប្រាសាទហ្នឹងដើរលេងនៅក្នុងប្រាសាទតាព្រំចូលបែរជា1 ម៉ោងកន្លះចិត្តហើយក៏ដើរចេញមកវិញបន្តដំណើរទៅលេងប្រាសាទ2ទៀតតែនៅជិតប្រាសាទតាព្រំដែរគឺប្រាសាទតាកាប្រាសាទដូនម៉ៅនៅពេលដែលចូលប្រាសាទដូនម៉ៅគឺខ្ញុំទៅជិះម៉ូតូចូលបែរជា250 ម៉ែត្រដែរផ្លូវរៀងស្ងាត់ហើយផ្លូវទូចអញ្ចឹងចូលទៅដល់វារៀងទៅជាស្រួលហើយ peaceful មែនតើបន្តមកទៀតចេញពីប្រាសាទដូនម៉ៅក៏ខ្ញុំដើរឆ្លងមកប្រាសាទតាកាដែលនៅទល់មុខប្រាសាទដូនម៉ៅហ្នឹងហើយប្រាសាទនេះក៏មួយយ៉ាងដែរដោយសារខ្ញុំមិនដែរចូលពីមុនមកគឺខ្ញុំជិះកាត់ក៏ចូលចៃដន្យហើយប្រាសាទនេះមានកម្មចដៃចោតហើយខ្ពស់មែនតើបល់ឡើងទៅដល់កពូលមកនឹងឃើញទេសភាពជុំវិញប្រាសាទនេះគឺស្អាតមែនតើហ្នឹងហើយអញ្ចឹងគឺដើរលេងប្រាសាទអស់ចិត្តហើយខ្ញុំក៏បកតាមផ្លូវវងតូចមកជុំម្ដងទៀតដើម្បីមកប្រាសាទក៏តូចវិញព្រោះខ្ញុំចង់ទៅមើលពិធីបដិគមនៅមុខប្រាសាទក៏តូចពេលដែលមកដល់តាមពិតទៅព្រឹត្តិការណ៍ក៏សង្ក្រាន្តគឺបានបិទបញ្ចប់តាំងពីម្សិលមិញអញ្ចឹងគឺខ្ញុំមកអត់ទាន់ទេក៏បានទៅមើលការរៀបចំនិងដាក់នំបញ្ចុកពងទាកូនមួយម៉ាត់តមកទៀតក៏ដើរទៅខាងមុខអង្គរតូចដើម្បីមើលពិធីបដិគមហើយក៏បានបដិគមខ្លួនឯងមួយដែរការរៀបចំនៅក្នុងពិធីបដិគមនេះរៀបចំបានស្អាតមែនតើហើយក្លៀនបើទៅចន្លោះម៉ោង5ឬក៏ម៉ោង6នឹងឃើញទេសភាព peaceful មែនតើហើយក៏ខ្ញុំបកមកក្រុងវិញចន្លោះម៉ោង7យប់ដើម្បី hand over ម៉ូតូឲ្យបងដែលខ្ញុំបាត់ជួលម៉ូតូហ្នឹងក៏ខ្ចីកន្លែងមិត្តភក្តិខ្ញុំមួយទឹកមួយផ្លែដែរមុនម៉ោងអង្គុយចាំនៅផាប់ដើម្បីឡើងឡានម៉ោង12យប់វិញក៏អង្គុយចាំនៅផាប់ដល់ម៉ោង11ជាងហើយខ្ញុំក៏បាយសៀមរាបជិះតុកតុកមកឡើងឡានហើយក៏ដល់ពេញវិញម៉ោង6ព្រឹកនឹងធ្វើការធម្មតា